ទៀតទេសម្រាប់ការប្រកួតនេះប៉ុន្តែបញ្ហារបួសគឺបាទមានច្រើនលើកច្រើនសារបាទការថែមមកអាច3ទៅ4នាទីបាទក្នុងការប្រកួតបាទគ្រូបង្វឹករបស់ក្រុមគ្រីវងសុកសាន់ជ័យបាទលោកបាទយឹមស៊ុយបាទនៅអង្គុយខាងក្រៅអត់មានប្រតិកម្មអ្វីចំពោះលទ្ធផលនេះអត់ទេបាទគាត់ឃើញលទ្ធផលនេះដាច់ហើយបាទអញ្ចឹងមិនបាច់ស្រែកអីលោឡាយទេបាទធ្វើម៉េចផ្ដល់កម្លាំងចិត្តឲ្យកូនក្រុមជាបន្តទៀតចំណែកលោកអូតសំអានបាទជាគ្រូបង្វឹកបាទរបស់ក្រសួងការពិចិត្របាទគឺសប្បាយចិត្តហើយអាចសប្បាយចិត្តបានហើយ4គ្រាប់ទៅហើយបាទអញបាច់ពងមាន់បានឬមួយយ៉ាងណាបាទនៅបញ្ជូនមកខាងស្ដាម offside ទៅហើយមុំសផលបាទវ៉ាសផលក៏ឈប់បាទពេលវេលានៅសល់តែ1នាទីជាងទៀតទេសម្រាប់ការប្រកួតនេះប៉ុន្តែបញ្ហារបួសគឺបាទមានច្រើនលើកច្រើនសារបាទការថែមមកអាច3ទៅ4នាទីបាទក្នុងការប្រកួតបាទគ្រូបង្វឹករបស់ក្រុមគ្រីវងសុកសាន់ជ័យបាទលោកបាទយឹមស៊ុយបាទនៅអង្គុយខាងក្រៅអត់មានប្រតិកម្មអ្វីចំពោះលទ្ធផលនេះអត់ទេបាទគាត់ឃើញលទ្ធផលនេះដាច់ហើយបាទអញ្ចឹងមិនបាច់ស្រែកអីលោឡាយទេបាទធ្វើម៉េចផ្ដល់កម្លាំងចិត្តឲ្យកូនក្រុមជាបន្តទៀតចំណែកលោកអូតសំអានបាទជាគ្រូបង្វឹកបាទរបស់ក្រសួងការពិចិត្របាទគឺសប្បាយចិត្តហើយអាចសប្បាយចិត្តបានហើយ4គ្រាប់ទៅហើយបាទអញបាច់ពងមាន់បានឬមួយយ៉ាងណាបាទនៅបញ្ជូនមកខាងស្ដាម offside ទៅហើយមុំសផលបាទវ៉ាសផលក៏ឈប់បាទពេលវេលានៅសល់តែ1នាទីជាងទៀតទេសម្រាប់ការប្រកួតនេះប៉ុន្តែបញ្ហារបួសគឺបាទមានច្រើនលើកច្រើនសារបាទការថែមមកអាច3ទៅ4នាទីបាទក្នុងការប្រកួតបាទគ្រូបង្វឹករបស់ក្រុមគ្រីវងសុកសាន់ជ័យបាទលោកបាទយឹមស៊ុយបាទនៅអង្គុយខាងក្រៅអត់មានប្រតិកម្មអ្វីចំពោះលទ្ធផលនេះអត់ទេបាទគាត់ឃើញលទ្ធផលនេះដាច់ហើយបាទអញ្ចឹងមិនបាច់ស្រែកអីលោឡាយទេបាទធ្វើម៉េចផ្ដល់កម្លាំងចិត្តឲ្យកូនក្រុមជាបន្តទៀតចំណែកលោកអូតសំអានបាទជាគ្រូបង្វឹកបាទរបស់ក្រសួងការពិចិត្របាទគឺសប្បាយចិត្តហើយអាចសប្បាយចិត្តបានហើយ4គ្រាប់ទៅហើយបាទអញបាច់ពងមាន់បានឬមួយយ៉ាងណាបាទនៅបញ្ជូនមកខាងស្ដាម offside ទៅហើយមុំសផលបាទវ៉ាសផលក៏ឈប់បាទអូនវិជ្ជការបានបាល់វាបកមកវិញឲ្យមកជុកវូមេកាបញ្ជូនមកជាបន្តទៀតមកយុធានឲ្យអត់បានល្អថ្ងៃនេះបាទយុធានបាទមានការចាក់ចេញទៅបដាហើយបាទពីបងប្អូនទស្សនិកជនអ្នកទស្សនាព្រោះថាលទ្ធផលនេះបាទมันមានផលរសើបអីសម្រាប់អូនវិជ្ជការបាទមួយស្មើសុទ្ធយកតែម្ដងអត់ទេបាទមួយសុទ្ធមួយបើកបាតឥឡូវហ្នឹងបាទបញ្ហារបួសហើយបាទលេខ4របស់គ្រីវងសុកសែនជ័យបាទកីឡាករមិនអាត់គ្រីបាទមីនអាត់